បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាបាទចឹងនេះខ្ញុំសូមនាំអារម្មណ៍ពុកម៉ែបងប្អូនបាទមកតាមដានពីក្តាប់ទុរេនវ័យ45ទៅដល់50ថ្ងៃបាទផ្លែបាទនេះអញ្ចឹងថ្ងៃនេះចង់មកចែកម្លែកចំណេះដឹងខ្លះៗទាក់ទងទៅនឹងការធ្វើយ៉ាងណាបាទឲ្យក្តាប់ឬក៏បន្ទាប់ពីយើងបែកកតុយជៀសមកហ្នឹងគឺកាន់ក្តាប់បានល្អបាទអញ្ចឹងបន្ទាប់ពីយើងបែកផ្កាមានថាយើងបង្កាត់លំអងរួចរាល់ដល់វ័យកតុយជៀសដើម្បីឲ្យផ្កាគេហៅក្តាប់កតុយជៀសនឹងកាន់ល្អគឺយើងអាចប្រើនៅឈុតផលិតផលបាញ់ប្រកាន់ក្តាប់របស់ខាងកុកទេពគឺសារ៉ាយសមុទ្រ1គីឡូបាទបូកជាមួយនឹងជីទឹកកាល់ស្យូមបូរ៉ុន1លីត្រលាយជាមួយនឹងអាមីណូអាស៊ីតបាទជីទឹកសារ៉ាយសមុទ្រអាមីណូអាស៊ីត1លីត្របាទ3មុខនេះយើងបាញ់ចូលគ្នាបាញ់នៅដំណាក់កាលវ័យក្តាប់15ទៅ25ថ្ងៃចន្លោះប៉ុណ្ណឹងដើម្បីប្រកាន់ក្តាប់ឲ្យវាតងនេះវាស្វិតបាទថ្លោស្វិតល្អហើយផ្លែនេះគឺរូបរាងពេញលក្ខណៈបាទអញ្ចឹងឈុតដែលយើងបាញ់កាន់ក្តាប់គឺយើងប្រើឈុតហ្នឹងយើងអាចបាញ់ឆ្លាស់គ្នាបាទមានថាយើងអាចប្រើសារ៉ាយសមុទ្រជាមួយកាល់ស្យូមនៅវ័យកតុយជៀសឆេះហើយយើងអាចឆ្លាស់ជាមួយអាមីណូអាស៊ីតនៅវ័យក្តាប់ប៉ិនពងក្រួចបាទអញ្ចឹងដើម្បីឲ្យផ្លែនេះរីកលូតលាស់ពេញរូបរាងមានការដាក់សាច់ការដាក់គ្រាប់ក៏ដូចជាពង្រីកទំហំផ្លែកាន់ក្តាប់អីនេះបានល្អគឺយើងប្រើនៅប្រភេទជីគ្រាប់បាទ Bio 15 525បាទកម្រិតនៃការប្រើប្រាស់អាយុដើម10ឆ្នាំជាងនេះហើយយើងឃើញថាដើមនេះគឺប្រវែងសម្រាប់មែកវាចូល2ទៅ3ម៉ែត្រហើយអញ្ចឹងក្នុងមួយដើមនេះគឺយើងប្រើ2គីឡូបាទហើយផ្លែក្នុងមួយដើមនេះវិញយើងតែងរួចរាល់ហើយមានយើងតែងសម្រាប់អញ្ចឹងមួយដើមនេះបើយើងមើលជាក់ស្ដែងបាទប្រហែលជាខ្ទង់50-60គ្រាប់ដែរបាទដើមនេះមួយដើមបាទអញ្ចឹងមកដល់ថ្ងៃនេះបាទទុរេននេះគឺវាមានវ័យក្តាប់អាយុមាន45ថ្ងៃនិង50ថ្ងៃបាទក្តាប់របស់យើងគឺចាប់ដើមរីករូតលាស់ល្អមែនតើបាទតទៅយើងដាក់ជីបាន10ថ្ងៃបាទឃើញហើយបាទផ្លែពេញទាំងដើមអញ្ចឹងសម្រាប់ពុកម៉ែបងប្អូនបាទដែលមិនទាន់ដល់វ័យដំណាក់កាលក្តាប់ប៉ុណ្នេះទេតែនៅក្នុងដំណាក់កាលផ្កាមិនថាផ្កាត្រប់ពន្យងខ្ចីឬក៏ត្រប់ពន្យងចាស់ឬក៏វ័យក្តាប់កតុយជៀសបាទបើចង់ប្រឹក្សាបច្ចេកទេសឬក៏ចង់សាកប្រើនៅឈុតរបស់ខាងកុកទេពដែលសុទ្ធសឹងតែជាពពួកស្រ័យសមុទ្រអាចធ្វើការទំនាក់ទំនងប្រឹក្សាសាកសួរជាមួយខ្ញុំបាទផ្ទាល់បានបាទអញ្ចឹងដើម្បីឲ្យទុរេនមានសុខភាពល្អបាទពុកម៉ែបងប្អូនកុំភ្លេចជ្រើសរើសនៅប្រភេទជីរបស់ក្រុមហ៊ុនសញ្ញាកុកទេពបាទអញ្ចឹងអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះបាទអរគុណច្រើន